អ្នកឃើញមើលខ្ញុំស្គាល់ចានទី2មកយ៉ាងនេះគឺខ្ញុំ scroll ឃើញមីកូរីណូពេញ new feed ខ្ញុំហ្មងហើយដល់ពេលដែលឃើញម្ដងគឺ clean ហ្មងអ្នកនរគ្នាជាពិសេសគឺកតាយុគហ្នឹងឯងអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំនឹងនាំបងប្អូនទាំងគ្នាទៅញ៉ាំមីកូរីណូ free ដែលអត់អស់លុយមករៀលលេងនៅ Lucky បាទចង់ដឹងថាខ្ញុំធ្វើមិនដើម្បីញ៉ាំមីកូរីណូ free ដែលអត់អស់លុយទៅមើលខ្ញុំទាំងគ្នាអូខេអ្នកនរគ្នាឥឡូវហ្នឹងគឺយើងបានមកដល់ Lucky ហើយបាទទៅកន្លែងភ្លក់មីកូរីណូជាមួយខ្ញុំទាំងគ្នា Let's go យេអ្នកនរគ្នានេះគឺជាចានទី1នៃមីកូរីណូ bulgogi របស់យើងអញ្ចឹងយើងញ៉ាំបានចានទី1តែអត់ឆ្អែតទេចឹងយើងនៅមានចានទី2និងចានទី3ទៀតតែយើងញ៉ាំអានេះសិនហើយចាំយើងរៀបចំខ្លួនដើម្បីកុំឲ្យគេមើលស្គាល់ហើយយើងទៅយកមួយចានទៀតឥឡូវយើងញ៉ាំអស់មួយចានហើយឥឡូវយើងទៅយកចានទី2មកយើងប៉ុន្តែយើងត្រូវតែបិទមុខអូខេយើងពាក់បន្តែមួយសិនទៅអ្នកឃើញមើលខ្ញុំស្គាល់អង្កងមីកូរីណូ bulgogi ចានទី2កូរីណូ bulgogi ចានទី3តោះចេញបេសកកម្មអូយបាច់ទេមកគ្រាន់ញ៉ាំមីសោះហ្នឹងហត់ដែរបាច់ចាំបាក់អញ្ចឹងគេយកគ្នាមកចាំយើងប្រាក់ចឹងអ្នកគ្នាបាញ់បាយដោយសារតែមីកូរីណូមាន promotion តោះមកមើលពីរបៀបនៃការធ្វើមីកូយើងវិញម្ដងដែលដំបូងគឺយើងធ្វើការដាំទឹកឲ្យពុះចំនួន500 មីលីលីត្រដាក់មីចូលបន្ទាប់មកចម្អិនរយៈពេល4នាទីកន្លះបិទស្រង់មីដាក់ចូលចានរួចដួសទឹកស្រុះមីចំនួន7ស្លាបព្រាបាយចាក់ម្សៅគ្រឿងទេសចូលច្របល់ឲ្យសព្វហើយចុងក្រោយគឺយើងដេកនៅលើចានជាមួយនឹង topping របស់យើងទៅដែលមានជាមួយនឹងភ្លើងមាន់ cheese សារាយចំណិតអីហ្នឹងហើយរោយខ្ទឹមខ្យល់ជាការស្រេចមីកូកូរីណូ bulgogi carbonara cream cheese រសជាតិកូនកាត់រវាងម្ហូបអាស៊ីនិងអឺរ៉ុបបានមកពីគ្រឿងផ្សំ bulgogi បែបប្រពៃណីកូរ៉េជាមួយនឹងម្សៅ cream cheese carbonara អ៊ីតាលីសរសៃមីស្វិតទន់ឆ្ងាញ់ហើយមានទំហំធំជាងមុនទ្វេដងបើនិយាយពីរសជាតិវិញគឺលំដាប់ភោជនីយដ្ឋានធំៗតែម្ដងដោយចំណាយពេលចម្អិនត្រឹមតែ4នាទីកន្លះតែប៉ុណ្ណោះនិងអ្នកនរគ្នានឹងទទួលបានមីកូដ៏ឈ្ងុយឆ្ងាញ់តែម្ដងមីកូកូរ៉េណូ bulgogi ហឹរល្មមឆ្ងាញ់